Bạnជំរាបសួរបងប្អូនអរគ្នាអញ្ចឹងវីដេអូយើងថ្ងៃនេះគឺយើងនិយាយពីការ unfriend ឬក៏យើងលុប friend ដែលមិនសកម្មចោលពី Facebook account របស់យើងណានិយាយរួមទៅគេហៅថា friend អសកម្មបាទឬក៏អាចនិយាយបានថា friend ខ្មោចម្យ៉ាងទៀតណា friend ទាំងអស់ហ្នឹងគឺបាទមួយចំនួនតើតងជាមួយនឹងការផុសទៅគឺអត់បានមក reach ឬក៏ view ជាមួយនឹង account Facebook profile របស់យើងទេបាទអញ្ចឹងមានន័យថា inactive account ឬក៏បាទaccount អសកម្មបាទ inactive មានថា account នេះឈប់ប្រើណាបាទហើយ account ដែលអសកម្មនោះមានន័យថារាល់ការផុសរបស់យើងគឺគាត់អត់បានមក like ឬក៏មក comment ឬក៏បាទ reach ជាមួយនឹង account Facebook របស់យើងនេះអញ្ចឹងណាអញ្ចឹងរបៀបលុប friend ទាំងអស់នឹងចោលយើងចូលមកកាន់ Facebook មកបាទបន្តមកទៀតយើងចូលមកកាន់ profile របស់យើង account នេះបាទសូមបញ្ជាក់បើ Android នៅខាងលើត្រី3ខាងលើអូខេអញ្ចឹងចូលមកកាន់ account មកបាទបន្តមកទៀតបាទយើងចូលយើងអូសមកក្រោមទៀតមកបាទអូសមកក្រោមបងប្អូនយកបាទបងប្អូនក្លែងមើលនៅពាក្យថា friend របស់យើងនេះណាបាទអញ្ចឹងបងប្អូនចុចយកលើពាក្យ see all បាទអញ្ចឹងបន្តមកទៀតបងប្អូនចុចលើពាក្យ minute នេះបាទយើងឃើញ friend របស់យើងបាទតើតើជាមួយនឹង friend ជាមួយនឹង Facebook account ណា Facebook account យើងគឺ allow បាទមានអនុញ្ញាតឲ្យយើងមាន friend ចំនួនតែ 5000 នាក់តែប៉ុណ្ណោះណាអញ្ចឹងបើសិនជាយើងចង់បាន friend លើសពី 5000 តើយើងត្រូវធ្វើម៉េចណាវីដេអូក្រោយខ្ញុំនឹងបញ្ជាក់បាទខ្ញុំនឹងធ្វើវីដេអូបន្តទៀតឥឡូវយើងនិយាយពីការ unfriend friend ខ្មោចចោលយើងចូលមកកាន់ minute នេះមកបាទមកដល់កន្លែងនេះបងប្អូនបាទយើងនឹង category 3បាទនៅកន្លែងនេះណាបាទតែខ្ញុំសុំមិនបង្ហាញពីខាងក្រោមទេខ្ញុំបង្ហាញតែខាងលើបាទខាងលើគឺជា friend ដែលមិនសកម្មជាមួយនឹងយើងបាទដែលខ្ញុំនិយាយពីខាងដើមវីដេអូណាអញ្ចឹងវាដាក់ថា list បាទ interact with អញ្ចឹងកន្លែងនេះមានន័យថា friend ទាំងអស់ហ្នឹងអត់ចាប់អារម្មណ៍មួយយើងទេអញ្ចឹងបើយើងទុក friend ទាំងអស់ហ្នឹងនៅក្នុង account Facebook របស់យើងក៏បាទវាមានបានផលបាទអីដែរអញ្ចឹងយើងត្រូវការ unfriend ទាំងអស់ហ្នឹងចោលណាអញ្ចឹងយើងចុចនៅលើហ្នឹងមកបាទអញ្ចឹងទាំងអស់នេះហើយគឺជា friend បាទ friend ដែលមិនសកម្មជាមួយនឹង Facebook របស់យើងបាទអញ្ចឹងខ្ញុំមាន friend 4900ណាបាទ friend ដែលអត់មានន័យថា friend ដែលអត់សកម្មជាមួយខ្ញុំមានឡើង4700បាទអញ្ចឹងមានន័យថាមានចំនួនតែ200នាក់ដែលសកម្មណាអញ្ចឹងបងប្អូនអាចឆែកនៅកន្លែងហ្នឹងបានហើយរបៀប unfriend បាទបងប្អូនចុច unfriend ម្ដងមួយក៏បានឬក៏យើងចុច select multi នេះណាបាទចុចនៅលើពាក្យ select multi នេះបាទយើងធ្វើការ select មកយើងចង់ unfriend មួយណាដែលយើងចង់បាទដកចេញពី list friend របស់យើងណាយើងគ្រាន់តែ text បែបហ្នឹងមកបន្តមកទៀតយើងចុច unfriend ទៅបាទគឺជាការស្រេចណាហើយតទៅជាមួយនឹងការរៀននេះខ្ញុំសូមអត់ចុច unfriend ទេណាបើសិនជាអ្នកទាំងអស់គ្នាចង់ចុចអ្នកទាំងអស់គ្នាចុច select ជាងហើយ unfriend ចោលមកកន្លែងនេះយើងអាច select បានច្រើនណា select ម្ដង100 200ជាងទៅអញ្ចឹងចុច cancel វិញបាទអញ្ចឹងតើតើជាមួយនឹងវីដេអូរបស់យើងបាទមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយណា